ជំពូកទី58តាមផ្លូវទៅកាន់សមុទ្របន្ទាប់អំពីព្រះអង្គស្នាក់នៅក្នុងភូមិសោកាបុត្រនេះតាមសំគួរដល់ពុទ្ធអធិស្ឋានហើយព្រះសាស្តាទ្រង់ពុទ្ធដំណើរទៅកាន់ភូមិមួយទៀតឈ្មោះអាឡាវីជាមួយនឹងព្រះភិក្ខុ8អង្គអ្នកស្រុកនៅទីនោះបានប្រគេនចង្ហាន់ដល់ព្រះភិក្ខុសង្ឃទាំងឡាយនៅក្នុងអគារសាធារណៈមួយនៅពេលក្រោយផាត់មុននឹងព្រះសម្ពុទ្ធចាប់សម្ដែងព្រះធម្មទេសនាស្រាប់តែមានកសិករចំណាស់ម្នាក់ដើរចូលមកក្នុងអគារនោះដោយដកដង្ហើមយ៉ាងហត់ត្រហេបត្រហប់គាត់មកដល់យឺតជាងគេក៏ព្រោះតែរវល់តាមរកគោរបស់គាត់ដែលបាត់ដោយព្រះអង្គជ្រាបច្បាស់ថាកសិករនោះមិនទាន់ទទួលទានអាហារតាំងពីព្រឹកមកទើបព្រះពុទ្ធបង្គាប់ឲ្យគេយកបាយនិងសម្លការីមកជូនគាត់ពិសាឲ្យឆ្អែតសិនមុននឹងព្រះអង្គចាប់ផ្ដើមសម្ដែងធម្មទេសនាមនុស្សជាច្រើនមានអារម្មណ៍អន្ទះអន្ទែងហើយគេឆ្ងល់ថាតើហេតុអ្វីបានជាកសិករម្នាក់នេះធ្វើឲ្យរំខានដល់ការសម្ដែងធម្មទេសនារបស់ព្រះសមណគោតមពេលកសិករចំណាស់នោះទទួលទានរួចហើយទើបព្រះសមណគោតមទ្រង់ចាប់សម្ដែងព្រះធម្មទេសនាដូចតទៅមនាលអ្នកសប្បុរសទាំងឡាយប្រសិនបើតថាគតចាប់សម្ដែងធម្មទេសនានៅពេលដែលបងប្រុសយើងកំពុងឃ្លានខ្លាំងគាត់ច្បាស់ជាមិនអាចប្រមូលអារម្មណ៍ស្ដាប់ព្រះធម៌បានឡើយគួរតែយើងស្រណោះដល់គាត់ផងចុះគ្មានទុកឯណាធំស្មើនឹងទុកឃ្លានឡើយសេចក្តីស្រេកឃ្លានអាចធ្វើឲ្យអន្តរាយដល់រូបកាយនិងបំផ្លាញដល់សន្តិភាពសុខុមាលភាពនិងសុភមង្គលរបស់យើងមិនត្រូវភ្លេចដល់អ្នកដែលស្រេកឃ្លាននោះឡើយសូម្បីតែយើងមិនបានទទួលទានអាហារមួយពេលក៏យើងមិនស្រួលខ្លួនដែរដូច្នេះយើងគួរតែគិតដល់អ្នកដែលឈឺចាប់ដោយសារការអត់បាយក្រហាយទឹកជាច្រើនថ្ងៃឬជាច្រើនអាទិត្យកន្លងមកហើយនោះផងយើងត្រូវតែនាំគ្នាស្វែងរកមធ្យោបាយយ៉ាងណាដើម្បីជួយធានាកុំឲ្យមានអ្នកណាម្នាក់នៅក្នុងពិភពលោកយើងនេះស្លាប់ដោយសារការស្រេកឃ្លាននោះឲ្យសោះបន្ទាប់អំពីបានគង់នៅក្នុងអាឡាវីនេះតាមសំគួរដល់ពុទ្ធអធិស្ឋានហើយព្រះពុទ្ធនិងភិក្ខុអង្គ8អង្គយាងនឹងនិមន្តទៅតាមទន្លេគង្គានៅតាមទិសពាយ័ព្យឆ្ពោះទៅកោសាំពីតាមដងផ្លូវទៅកាន់សមុទ្រព្រះពុទ្ធទ្រង់ទតឃើញសំណាត់ឈើមួយដុំដែលកំពុងតែអណ្ដែតត្រសែតនៅក្នុងទឹកទន្លេព្រះអង្គទ្រង់បងអង្គព្រះដំណើរហើយចង្អុលប្រាប់ទៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយបើសំណាត់ឈើនេះមិនអណ្ដែតនៅទើឬនៅឯមាត់ច្រាំងទេបើវាមិនលិចនៅក្នុងទឹកទេបើវាមិនគឿងនៅលើភ្នោខ្សាច់ទេបើគេមិនស្រវាចេញអំពីទឹកទេបើវាមិនជាប់នៅក្នុងគំនួចទឹកទេនិងបើវាមិនរលួយពីក្នុងដល់ក្រៅទេសំណាត់ឈើនេះនឹងរសាត់អណ្ដែតត្រសែតតាមខ្សែទឹកធ្លាក់ចុះរហូតទៅដល់សមុទ្រជាពុំខានវាដូចគ្នាតែនឹងបុគ្គលដែលដើរតាមព្រហ្មចរិយធម៌ដូច្នោះដែរបើបុគ្គលនោះមិនទើនៅលើច្រាំងទេបើបុគ្គលនោះមិនលិចទៅក្នុងទឹកទេបើបុគ្គលនោះមិនសំចតនៅលើពំនូកខ្សាច់ទេបើគេមិនបានស្រង់បុគ្គលនោះចេញអំពីទឹកទេបើបុគ្គលនោះមិនជាប់នៅក្នុងគំនួចទឹកទេនិងបើបុគ្គលនោះមិនរលួយតាំងពីក្នុងដល់ក្រៅទេបុគ្គលនោះប្រកាសជានឹងរសាត់ទៅដល់មហាសមុទ្រនៃពន្លឺត្រាស់ដឹងនិងបានសម្រេចនៅវិមុតតិសុខពុំខានឡើយភិក្ខុទាំងឡាយក៏បង្គំទូលសួរនៅព្រះបរមសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមទ្រង់ព្រះមេត្តាជួយពន្យល់រឿងនេះឲ្យបានច្រើនទៀតមកតើពាក្យដែលព្រះអង្គទ្រង់មានព្រះបន្ទូលថាសំណាត់ឈើទៅទើនៅលើមាត់ច្រាំងលិចនៅក្នុងទឹកឬសំចតនៅលើពំនូកខ្សាច់នោះមានអត្ថន័យយ៉ាងណាទៀតដែរព្រះពុទ្ធទ្រង់ត្រាស់បន្តថាមនាលភិក្ខុទាំងឡាយសំណាត់ឈើដែលអណ្ដែតទៅទើនៅលើមាត់ច្រាំងនោះគឺបុគ្គលដែលជាប់ជំពាក់នឹងអាយតនៈខាងក្នុង6និងអាយតនៈខាងក្រៅ6ប្រសិនបើអ្នកប្រតិបត្តិដោយវិរិយភាពប្រកាសជាមិនជាប់ជំពាក់នឹងអារម្មណ៍
ដែលជាលទ្ធផលមកអំពីការប៉ះទង្គិចគ្នារវាងអាយតនៈខាងក្នុងនិងខាងក្រៅឡើយសំណាត់ឈើដែលលិចចុះក្នុងទឹកគឺបុគ្គលដែលហុំព័ទ្ធដោយតណ្ហានិងលោភៈតណ្ហានិងលោភៈនេះហើយដែលលួចប្លន់កម្លាំងរបស់អ្នកដែលទុកសម្រាប់ប្រើនៅក្នុងការហាត់រៀនសំណាត់ឈើដែលសំចតនៅលើពំនូកខ្សាច់គឺជាបុគ្គលដែលនៅខ្វល់ខ្វាយអំពីការបម្រើសេចក្តីប្រាថ្នារបស់ខ្លួនអ្នករវល់តែស្វែងរកអត្ថប្រយោជន៍និងកិត្យានុភាពផ្ទាល់ខ្លួនមិនចេះចប់ដោយបំភ្លេចចោលនៅគោលបំណងនៃការស្វែងរកនៅពន្លឺត្រាស់ដឹងសំណាត់ឈើដែលគេស្រង់ចេញពីទឹកគឺជាបុគ្គលដែលបណ្ដែតបណ្ដោយខ្លួនឬសែបគប់ជាមួយនឹងជនពាលអ្នករវល់តែលួងខ្លួនជាមួយនឹងមនុស្សមានចរិតមារយាទទាបថោកឬឥតបានជំនួសការហាត់រៀនសំណាត់ឈើដែលជាប់នៅក្នុងគំនួចទឹកគឺបុគ្គលដែលចងភ្ជាប់ទៅដោយចេតនា5យ៉ាងគឺទី1ចូលចិត្តម្ហូបអាហារឆ្ងាញ់ទី2ចូលចិត្តសប្បាយនៅក្នុងកាមគុណទី3ចូលចិត្តចង់បានលុយកាក់មាសប្រាក់ទី4ចូលចិត្តចង់បានកិត្តិយសបុណ្យស័ក្តិទី5ចូលចិត្តដេកត្រមួកសំណាត់ឈើរលួយតាំងពីក្នុងដល់ក្រៅគឺបុគ្គលដែលរស់នៅក្នុងជីវិតខុសគុណធម៌អ្នកបួសដែលគ្រាន់តែបោកប្រាស់គណៈដោយយកព្រះធម៌ធ្វើជាឈ្នន់សម្រាប់ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនមនាលភិក្ខុទាំងឡាយបើអ្នកហាត់រៀនដោយវិរិយភាពនិងជៀសវាងនៅអន្ទាក់ទាំង6នេះបានអ្នកប្រកាសជាបានទទួលនៅពន្លឺត្រាស់ដឹងប្រៀបដូចជាសំណាត់ឈើមួយដុំដែលរសាត់អណ្ដែតតាមខ្សែទឹកធ្លាក់រហូតទៅដល់មហាសាគរដូច្នោះដែរខណៈដែលព្រះពុទ្ធកំពុងតែត្រាស់ពន្យល់ដល់ភិក្ខុទាំងឡាយនោះមានក្មេងខ្វៀលគោម្នាក់អាយុ16ឆ្នាំឈ្មោះនន្ទុក៏បានឈរស្ដាប់ក្បែរនោះដែរកុមារនោះជាក្មេងកំព្រាក្រតោកយ៉ាឥតមានឪពុកម្ដាយជាអ្នកស៊ីឈ្នួលខ្វៀលគោឲ្យគេដោយពេញចិត្តនឹងការទូន្មានរបស់ព្រះសម្ពុទ្ធកុមារនោះក៏សម្រេចចិត្តប្រគល់កាយថ្វាយខ្លួនធ្វើជាសាវករបស់ព្រះអង្គកុមារនន្ទុបានសន្យានឹងព្រះបរមសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាមានបំណងចង់បួសជាភិក្ខុដូចជារៀមច្បងទាំងអស់នេះដែរខ្ញុំព្រះករុណាចង់ដើរតាមមាគ៌ាដឹកនាំរបស់ព្រះអង្គខ្ញុំព្រះករុណាសូមសន្យាថានឹងខំសិក្សាធម៌វិន័យឲ្យអស់អំពីសមត្ថភាពខ្ញុំព្រះករុណាជៀសវាងមិនឲ្យធ្លាក់ខ្លួនដូចជាសំណាត់ឈើដែលអណ្ដែតទៅនៅលើមាត់ច្រាំងនៃទន្លេដែលលិចចុះទៅក្នុងទឹកដែលសំចតនៅលើពំនូកខ្សាច់ត្រូវគេស្រង់ចេញពីទឹកដែលធ្លាក់ចុះទៅក្នុងអន្លង់ទឹកគួចឬក៏ដែលរលួយតាំងពីក្នុងដល់ក្រៅដោយដែលព្រះអង្គទើបនឹងមានព្រះបន្ទូលអំបញ្ញមិញនេះឡើយព្រះសាស្តាត្រាស់សួរថាមនាលនន្ទុតើអ្នកអាចរស់នៅដោយទទួលទានអាហារតែមួយពេលក្នុងមួយថ្ងៃបានដែរឬទេនន្ទុកុមារក៏បង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាធ្លាប់ទទួលទានអាហារតែមួយពេលបែបនេះតាំងតែពីយូរណាស់មកហើយព្រះពុទ្ធទ្រង់ពន្យល់ថាមនាលនន្ទុកុមារតាមធម្មតាទាល់តែអ្នកអាយុបាន20ឆ្នាំទើបអាចបួសនៅក្នុងគណៈបានពីព្រោះនៅក្មេងពេកពិបាករស់នៅក្នុងជីវិតជាអ្នកបួសណាស់ក៏ប៉ុន្តែអ្នកច្បាស់ជាមនុស្សពិសេសតថាគតនឹងស្នើដល់គណៈឲ្យលើកលែងដល់អ្នកម្ដងចុះអ្នកត្រូវបួសជាសាមណេរ4ឆ្នាំសិនទើបបំពេញភិក្ខុជាខាងក្រោយមនាលនន្ទុកុមារចូលអ្នកដេញគោត្រឡប់ទៅផ្ទះសិនចុះនិងសូមអនុញ្ញាតអំពីម្ចាស់ឯងនៅក្នុងបំណងនេះផងយើងទាំងអស់គ្នានៅរងចាំឯងក្នុងទីនេះនន្ទុកុមារក៏បង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណាគិតថាដូចជាមិនចាំបាច់ទេពីព្រោះគោទាំងអស់នេះមានមារយាទល្អណាស់វាអាចវិលទៅផ្ទះវិញដោយខ្លួនឯងដោយមិនបាច់នរណាដេញវាទេព្រះពុទ្ធត្រាស់បញ្ជាក់ថាទេមិនបានទេនន្ទុអ្នកត្រូវតែដេញវាឲ្យដល់ផ្ទះនិងជម្រាបម្ចាស់ឯងឲ្យបានត្រឹមត្រូវសិនមុននឹងមកចូលរួមជាមួយនឹងយើងកុមារនន្ទុក៏បង្គំទូលសួរបញ្ជាក់ថាចុះប្រសិនបើដល់ពេលខ្ញុំព្រះករុណាត្រឡប់មកវិញហើយមិនឃើញព្រះអង្គនៅទីនេះតើធ្វើយ៉ាងដូចម្តេចទៅព្រះអង្គ
ព្រះពុទ្ធទ្រង់ឆ្លើយតបទាំងព្រះភក្ត្រញញឹមថាមនាលនន្ទុកុមារចូលអ្នកកុំបារម្ភអីអ្នកទទួលពាក្យរបស់តថាគតហើយតើតថាគតនឹងរងចាំអ្នកនៅទីនេះពេលនន្ទុកុមារដេញគោទៅផ្ទះព្រះពុទ្ធទ្រង់ត្រាស់នឹងសោថីថែថាមនាលសោថីតថាគតនឹងទុកដាក់នន្ទុកុមារនេះឲ្យអ្នកជួយមើលហើយណាតថាគតជឿថាអ្នកពិតជាយល់អំពីរបៀបអប់រំនិងជួយឧបត្ថម្ភដល់នន្ទុកុមារសោថីថែលើកព្រះហស្ថទាំងគូផ្គងអញ្ជលីសំពះទទួលព្រះពុទ្ធបណ្ដាំដោយព្រះភក្ត្រញញឹមពេលនេះសោថីថែមានប្រជញ្ញ39វស្សាហើយព្រះអង្គបានយល់ច្បាស់នៅព្រះបំណងរបស់ព្រះដ៏មានព្រះភិក្ខក្នុងការទុកដាក់កុមារនន្ទុឲ្យព្រះអង្គជួយមើលសោថីថែគិតថាមកពីព្រះអង្គក៏ជាអតីតក្មេងគង្វាលគោដូចជានន្ទុកុមារនេះដែរនៅពេលដែលកុមារនន្ទុវិលមកវិញឃើញព្រះពុទ្ធនិងព្រះភិក្ខុទាំងឡាយនៅរង់ចាំខ្លួនក៏មានសេចក្តីត្រេកអរយ៉ាងខ្លាំងហើយបានក្រាបបង្គំទូលព្រះសាស្តាថាខ្លួនខ្ញុំព្រះករុណាបានទទួលការអនុញ្ញាតអំពីម្ចាស់រួចមកហើយលុះល្ងាចឡើងសោថីថែក៏កោរសក់ឲ្យនន្ទុកុមារព្រមទាំងបង្រៀនឲ្យចេះក្រងស្បង់ចីពរកាន់បាតដេកដើរឈរនិងអង្គុយក្នុងឋានៈជាភិក្ខុពេលទទួលបព្វជិនន្ទុបង្ហាញឲ្យឃើញនៅឫកពាជាមនុស្សចាស់ទុំនិងមានប្រាជ្ញាឆ្លៀសវៃទៀតផងបន្ទាប់ពីបានបំពោះនន្ទុរួចមកសោថីថែនឹកឃើញម្ដងទៀតនៅយុវជនជាកូនកហបតីព្រាហ្មណ៍17រូបដែលបានសំបួសជាសាវករបស់ព្រះពុទ្ធនៅក្នុងវត្តវេលវ័នកាលពីច្រើនឆ្នាំកន្លងមកហើយកុមារដែលធំជាងគេឈ្មោះឧបាលិមានអាយុ17ឆ្នាំនិងកុមារដែលតូចជាងគេបង្អស់អាយុ12ឆ្នាំពេលឧបាលិសុំមេដាបិតាទៅបួសមេដាបិតាក៏បានយល់ព្រមនិងមានមិត្តសម្លាញ់16រូបទៀតបានសុំមេដាបិតាទៅបួសផងដែរនៅពេលដែលកុមារទាំងអស់ចូលទៅបួសគេបានគិតថាគេអាចដើរតាមជីវិតជាភិក្ខុបានរួមទាំងអាចឆាន់ចង្ហាន់មុនពេលថ្ងៃត្រង់តែម្ដងក្នុងមួយថ្ងៃទៀតផងប៉ុន្តែក្នុងយប់ទី1នៃថ្ងៃបួសនោះសាមណេរក្មេងៗភាគច្រើនស្រែកទ្រហោយំក៏ព្រោះតែឃ្លានបាយលុះព្រឹកឡើងព្រះពុទ្ធត្រាស់សួរនឹងភិក្ខុមួយចំនួនថាហេតុអ្វីបានជាមានក្មេងស្រែកយំនៅក្នុងកុដិខ្លាំងម្ល៉េះកាលពីយប់មិញភិក្ខុទាំងនោះក៏ក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនមានកុមារ17រូបទើបនឹងចូលបួសពីម្សិលមិញនេះព្រះពុទ្ធបានដាក់បញ្ញត្តិថាមនាលភិក្ខុទាំងឡាយចាប់តាំងអំពីថ្ងៃនេះតទៅយើងឈប់ទទួលកុមារណាដែលមានអាយុមិនទាន់គ្រប់20ឆ្នាំឲ្យចូលមកបួសនៅក្នុងគណៈទៀតហើយកុមារទាំងនោះពិតជាមិនអាចរស់នៅក្នុងជីវិតជាអ្នកបួសដែលឥតមានទីលំនៅខ្ជាប់ខ្ជួននោះបានឡើយសាមណេរក្មេងៗទាំងនោះត្រូវបានទទួលការអនុញ្ញាតឲ្យគង់នៅប៉ុន្តែព្រះសាស្តាសូមឲ្យសាមណេរដែលមានអាយុចាប់ពី15ឆ្នាំចុះក្រោមទទួលចង្ហាន់បន្ថែមនៅពេលល្ងាចទៀតសោថីថែនៅចាំបានថាកុមារដែលក្មេងជាងគេនោះឥឡូវនេះមានប្រជញ្ញគម្រប់20ឆ្នាំនិងបានបំពេញភិក្ខុរួចហើយចប់ជំពូកទី58